បើកធំធំមាត់ចំហមិនដឹងជាគាត់ផុតដង្ហើមតាំងពីពេលណាមើលទៅសាក់សពប្រៀបដូចជាបានឃើញអ្វីម្យ៉ាងមុនពេលដែលគាត់ស្លាប់អញ្ចឹងក្រោយពីរៀបចំពិធីបុណ្យសាក់សពយីសយរួចរាល់តាអ៊ីមហើយនិងអ្នកភូមិដទៃទៀតគឺទ្រាំលេងបានហើយក៏ប្រម៉ែប្រមូលគ្នានៅផ្ទះលោកមេភូមិដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាទាំងអស់នេះបើនៅតែបន្តបែបនេះអ្នកភូមិមុខតែជាស្លាប់ម្ដងម្នាក់ជាក់ជាពំខានលោកមេភូមិអស់យោបល់ក៏បានបបួលអ្នកភូមិទាំងអស់គ្នាទៅជួបជាមួយនឹងលោកឪដែលគង់នៅឯវត្តក្រោយពីរាយរាប់ពីរឿងរ៉ាវទាំងអស់ដែលបានកើតឡើងនៅក្នុងភូមិលោកឪក៏បានបិទភ្នែកសមាធិស្វែងរកពីដើមហេតុនៃការបាត់បង់ជីវិតរបស់អ្នកភូមិថាតើតកតងជាមួយនឹងសត្វខ្លែងស្រាក់នោះឬក៏អត់ក្រោយមកមួយសន្ទុះលោកឪក៏បានបើកភ្នែកមកវិញជាមួយនឹងសង្ឃដីកាថាសត្វខ្លែងស្រាក់នោះមិនមែនជាខ្លែងស្រាក់ធម្មតានោះទេវាមានព្រីសន្ធិដ្ឋវាមានគោលបំណងមកសម្លាប់មនុស្សនៅក្នុងភូមិនេះម្ដងមួយអ្នកណាក៏ដោយឲ្យតែមានការភ័យខ្លាចជាមនុស្សចាស់ឬក៏មនុស្សឈឺចិត្តស្លាប់អីជាដើមវានឹងទៅរកអ្នកនោះមុនគេលោកមេភូមិក៏បានតបសួរទៅលោកឪវិញថាអញ្ចឹងពួកយើងគួរធ្វើយ៉ាងណាទៅលោកតាអាត្មាត្រឹមតែជាសង្ឃអាត្មាជួយអ្វីមិនបានច្រើននោះទេក្រៅពីសូត្រមន្តប្រោះព្រំឲ្យអ្នកភូមិអ្នកស្រុកទាំងអស់គ្នានឹងទទួលបានសេរីសួស្តីបើសិនជាចង់ចាត់ការរឿងនេះលោកមេភូមិគួរតែទៅរកបុគ្គលម្នាក់ទៀតដែលនៅភូមិជាប់យើងនេះហើយលោកមេភូមិស្គាល់គាត់ច្បាស់ណាស់ថាតើគាត់ជាអ្នកណាលោកតាក៏បានប្រោះព្រំទឹកមន្តអីផ្សេងហ្នឹងទៅឲ្យអ្នកភូមិហើយក៏ឲ្យអ្នកភូមិបែកគ្នាត្រឡប់ទៅផ្ទះវិញទៅយប់ថ្ងៃដដែលលោកមេភូមិទៅជាមួយនឹងតាសឿងដើម្បីទៅរកបុគ្គលម្នាក់នោះគឺតាថងធ្វើដំណើរទៅដល់កន្លែងស្នាក់នៅរបស់តាថងភ្លាមលោកមេភូមិមិនទាន់បានទាំងនិយាយស្ដីអ្វីមួយម៉ាត់ផងតាថងក៏បាននិយាយថាមិនចាំបាច់និយាយច្រើនទេខ្ញុំដឹងថាលោកមេភូមិមកដើម្បីអ្វីតោះខ្ញុំត្រៀមខ្លួនរួចរាល់ជាស្រេចហើយនៅយប់ថ្ងៃដដែលទាំងលោកមេភូមិតាសឿងហើយនិងតាថងក៏បានរៀបចំកម្មវិធីមួយនៅកណ្ដាលភូមិលោកមេភូមិបានប្រកាសប្រាប់អ្នកភូមិអ្នកស្រុកហាមិនអោយនរណាគេម្នាក់ចេញពីក្រៅផ្ទះដាច់ខាតរៀបចំរួចរាល់ជាស្រេចតាថងក៏ចាប់ផ្ដើមសូត្រមន្តគាថាអន្តងប្រលឹងឲ្យព្រាយដែលស្ថិតនៅក្នុងសត្វខ្លែងស្រាក់នោះបង្ហាញខ្លួនអាកាសធាតុក៏ចាប់ផ្ដើមប្រែប្រួលខ្យល់បក់កាន់តែខ្លាំងឡើងលោកមេភូមិហើយនឹងតាសឿងព្រឺសម្បុរខ្លាំងមែនតែនពួកគេក៏ចាប់ផ្ដើមឮសូរសំឡេងខ្លែងស្រាក់ម្ដងបន្តិចចូលមកកាន់ទីកន្លែងដែលគេកំពុងតែចាត់កម្មវិធីភ្លាមនោះលោកមេភូមិហើយនឹងតាសឿងក៏ងើយកមើលទៅលើមេឃក៏ឃើញខ្លែងស្រាក់ជាមួយនឹងភ្នែកពណ៌ក្រហមគួរឲ្យព្រឺសម្បុរហោះសំដៅមកកន្លែងកម្មវិធីតែម្ដងហោះចិត្តទៅបុកជាមួយនឹងតាថងទៅហើយក៏ត្រូវសែនពន្លឺយ័ន្តហើយនឹងមន្តអាគមគាថាខ្សែសីមាដែលតាថងបានរៀបចំនោះចាស់ពន្លឺឆ្វាចធ្វើឲ្យខ្លែងស្រាក់នោះខ្ទាតបោកទៅនឹងដីភ្លាមនោះខ្លែងស្រាក់ក៏បានคล้ายខ្លួនទៅជាផ្សែងខ្មៅមួយយ៉ាងធំបន្ទាប់មកឃើញគេក៏ឃើញខ្មោចយាយសយបង្ហាញខ្លួនជាមួយនឹងទឹកមុខដ៏គួរឲ្យខ្លាចស្រែកខឹងសម្បាហើយក៏លើកដៃចង្អុលមកតាថងយើងនឹងស៊ីពួកឯងឲ្យអស់តាថងក៏បាននិយាយថាថ្ងៃនេះគឺជាថ្ងៃអវសានរបស់ព្រាយកំណាចឯងហើយព្រាយនោះក៏ស្រែកបន្តរួចក៏រត់ចូលមករកតាថងតែម្ដងចូលចិត្តទៅដល់តាថងក៏បានលើករំពាត់សិលវាយមួយទំហឹងទៅលើព្រាយនោះធ្វើឲ្យព្រាយនោះដេកដួលផ្កាប់ទៅនឹងដីក្តៅររាឈឺចាប់ពេញខ្លួនតែម្ដងតាថងក៏ទាញក្អមមួយដែលមានយ័ន្តសិលព័ទ្ធជាមួយនឹងខ្សែសីមាគាត់ក៏បានសូត្រមន្តគាថាអន្តោមប្រលឹងព្រាយនោះឲ្យចូលមកនៅក្នុងក្អមព្រាយនោះក៏បានសុំអង្វរកតាថងថាខ្ញុំខ្លាចហើយកុំធ្វើបាបខ្ញុំអញ្ចឹងណាប៉ុន្តែតាថងនៅតែបន្តសូត្រមន្តគាថារហូតដល់ខាបប្រលឹងព្រាយនោះឲ្យចូលមកនៅក្នុងក្អមបន្ទាប់មកតាថងក៏យករណាត់យ័ន្តមកគ្របពីលើមាត់ក្អមរួចក៏យកខ្សែសីមាមកព័ទ្ធពីលើមួយតង់ទៀតហើយកម្មវិធីនៅយប់នោះក៏ត្រូវបានបញ្ចប់ជាស្ថាពរស្អែកព្រឹកតាថងបានប្រគល់ក្អមនោះឲ្យទៅអ្នកភូមិដើម្បីយកទៅផ្ញើលោកតានៅឯវត្តហាមិនឲ្យនរណាគេទៅប៉ះពាល់ក្អមនោះដាច់ខាតរួចតាថងក៏នាំលោកមេភូមិនិងអ្នកស្រុកអ្នកភូមិនឹងទៅមើលសាកសពរបស់ខ្លែងស្រាក់កាលពីយប់មិញទៅដល់គឺអ្នកភូមិភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែសាកសពរបស់ខ្លែងស្រាក់នោះនៅសល់តែក្រុងឆ្អឹងតែប៉ុណ្ណោះទំនងជាវាងាប់យូរមកហើយបានន័យថាតាមពិតខ្លែងស្រាក់នេះគឺជាសាកសពខ្លែងស្រាក់តែប៉ុណ្ណោះវាត្រូវបានប្រលឹងព្រាយខ្មោចព្រៃគឺមកចូលសន្ធិដ្ឋដើម្បីទៅធ្វើបាបអ្នកភូមិអ្នកស្រុកបែបនឹងឯងហើយចាប់តាំងពីពេលនោះមកអ្នកភូមិអ្នកស្រុកក៏រស់នៅបានសម្បូរសប្បាយគ្មាននរណាគេម្នាក់បានឮសំឡេងខ្លែងស្រាក់បន្តទៀតនោះឡើយតែអ្នកអស់គ្នាធ្លាប់ឮសំឡេងខ្លែងស្រាក់ស្រែកពេលយប់ដោយផ្ទាល់ឬទេហើយពេលនោះអ្នកទាំងអស់គ្នាធ្វើយ៉ាងណាដែរ